គេថាបើឈឺត្រូវទៅពេទ្យបើងងុយដេកឲ្យផឹកកាហ្វេបើឯកាត្រូវតែរកស្នេហ៍ចង់បានលោកខែត្រូវមើលនៅក្នុងពីងចង់បានស្នេហ៍ស្មោះត្រូវបញ្ជាក់ចិត្តស្មោះចង់បានសម្រស់ត្រូវញញឹមរហូតបើញញឹមរហូតគេថាមនុស្សឈួតហើយប៉ុន្តែធ្វើជាមនុស្សកុំកើតទុកពេកសបាយខ្លះឈួតខ្លះឡប់ខ្លះទើបជីវិតវាមានន័យគេថាមនុស្សកុំទុកចិត្តមនុស្សពេកគេសរសើរគួរភ័យគេស្ដីគួរគិតគេទុកចិត្តគួរតែប្រយ័ត្នបើខ្លាចរហូតអញ្ចឹងដាក់តាំងតោតាមខ្លួនទៅមើលណាមស្រួលកាប់ផ្លឹបចូលគុកភ្លុចគេថាពាក់ស្បែកជើងល្អមិនប្រកាសថាដើរស្រួលទេមានសង្សារស្អាតក៏មិនប្រកាសថាសប្បាយចិត្តដែរហើយចុះលោកប្អូនលាវប៉ៃចង់បានសង្សារស្អាតអត់ចុះអ្នកណាមិនចង់អើបើដឹងចឹងដែរចង់បានរូបកាច់យកអីមនុស្សប្រុសហើយនិងមនុស្សស្រីមានសិទ្ធិស្មើគ្នាខ្ញុំចង់និយាយថាខ្ញុំមិនមែនកាន់ជើងមនុស្សស្រីទេប៉ុន្តែរឿងខ្លះមនុស្សប្រុសមិនអាចធ្វើបានប៉ុន្តែមនុស្សស្រីធ្វើបានដូចជាពោពោះ10ខែបង្កើតកូននិងបំបើកូនហើយចុះខ្ញុំមានតែថាអីរឿងខ្លះស្រីកុំអាចធ្វើបានដូចតែគ្នានឹងពេលក្តៅស្អុះប្រុសអាចដោះអាវបានប៉ុន្តែស្រីមិនអាចទេពេលមានស្នេហាប្រុសតែតែញ៉ែស្រីមុនប៉ុន្តែស្រីមិនអាចញ៉ែប្រុសមុនបានទេមនុស្សប្រុសអាចចាប់បង្ខំស្រីបានសម្រេចប៉ុន្តែស្រីមិនអាចចាប់បង្ខំមនុស្សប្រុសបានដោយគ្មានការអនុញ្ញាតពីមនុស្សប្រុសនោះទេមនុស្សប្រុសអាចឈរនោមបានប៉ុន្តែស្រីមិនអាចឈរនោមបានទេមនុស្សប្រុសនិងមនុស្សស្រីមានចំណុចអវិជ្ជមាននិងវិជ្ជមានដូចគ្នាក៏ប៉ុន្តែ smartphone Huawei វិញគ្មាន smartphone ណាធ្វើដូចនោះទេធំជាងខ្លាំងជាងលឿនជាងដូចជាបច្ចេកវិទ្យាចុងក្រោយរបស់ Huawei គឺ Huawei Y7 Prime Huawei Y7 Prime បច្ចេកវិទ្យាចុងក្រោយរបស់ Huawei ធំជាងគេខ្លាំងជាងគេហើយនិងលឿនជាងគេគ្មាន smartphone ណាធ្វើដូចទេមាំជាងគេធន់ជាងគេច្បាស់ជាងគេហើយនិងស្អាតជាងគេលបងឆៅខ្ញុំមកដល់ហើយបាត់អូនបាត់សូនមិនលឺសំដីបាត់ស្រស់ស្រីគ្មានថ្ងៃជួបតែកំណាព្យនេះបានន័យថាមិនទៅលបងយកមិញបាត់មន់ហ្នឹងកំណាព្យល្អលបងស្នេហ៍ស្មោះជូនអូនមិនដេចកនួនល្អងចោតបងសាវ៉ាកុំជឿពាក្យគេមូសាថាប្រុសរៀមរាសាវ៉ាចោលស្នេហ៍កំណាព្យនេះបានន័យថាម៉េចទៅបានន័យថាខ្ញុំមិនបានលួចទេកំណាព្យល្អអរគុណលបងគយគុណមើលមេឃតែដេកក្នុងមុងខ្ញុំអត់សក់ត្រង់តែក្បាលត្រងោលចូលផ្ទះមិនកើតព្រោះអត់ចាក់សោចិត្តចង់ស្លៀកខោតែត្រូវស្លៀកសំពត់តែកំណាព្យនេះបានន័យថាម៉េចទៅលោកប្អូនកំណាព្យនេះគឺបានន័យថា lesbian ថ្ងៃ lesbian ហ្នឹងអីគេ lesbian គឺបានន័យថានំគមស្នូលសណ្ដែកចាប់ហើរលើមេឃតែដេកលើដីចង់បានកូនប្រុសតែមិនមែនស្រីចិត្តចង់បានប្តីតែបានប្រពន្ធអត់ទោះលបងជែកមិនជែកទេតឡងនិយាយអញ្ចឹងខ្មែរយើងឥឡូវផ្ដល់សិទ្ធិភេទទី3ហើយមិនតែភេទទី3ទេទី4ក៏ផ្ដល់ឲ្យដែរនិយាយរួមទៅគឺអ្នកដែលស្រឡាញ់ភេទដូចគ្នាមើលទៅលបងឥឡូវសង្ហាខ្លាំងណាស់ណាអត់មានគិតផ្ដេសផ្ដាសទេណានិយាយរួមទៅតាំងពីគេផ្ដល់សិទ្ធិឲ្យស្រឡាញ់ភេទដូចគ្នាមកខ្ញុំដូចជាចង់ស្រឡាញ់ប្រុសដូចគ្នាអាម៉េចទេអូហូយខ្លាក់ខ្ញុំនិយាយលេងទេលបងអើយឥឡូវមានអារម្មណ៍ថាដូចជាសុខភាពខ្សោយខ្លាំងណាស់ឧស្សាហ៍ឈឺច្រើនឧស្សាហ៍លហិតលហៃខ្ញុំមានវិធីមួយដែលធ្វើសុខភាពល្អរាល់ថ្ងៃនឹងខ្ញុំញ៉ាំតែទឹកត្រចៀកកម្មតើទឹកត្រចៀកកម្មឥឡូវម៉ាក់ច្រើនណាស់លបងទឹកត្រចៀកកម្មម៉ាក់ផ្ទះត្រចៀកកម្មទឹកត្រចៀកកម្មផ្ទះត្រចៀកកម្មមាន